ក្នុងរូបមួយស្លឹកនេះពេលខ្លះយើងមើលទៅដូចជាវាធម្មតាអត់មានប្រយោជន៍អីតែក៏ពិតកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើងដោយសារអីភាគច្រើនគឺយើងតែងតែនិយាយថាមិនក៏គេអត់យល់ចិត្តខ្ញុំអញ្ចឹងខ្ញុំពិបាកណាគេអត់យល់ទេពីព្រោះហេតុអីព្រោះគេអត់បាននៅក្នុងស្ថានភាពរបស់យើងក៏អត់បាននៅក្នុងស្ថានភាពរបស់គេអញ្ចឹងយើងម្នាក់អត់មានអ្នកណាដឹងថាខ្លួនយើងពិបាកប៉ុណ្ណាក្រៅពីយើងខ្លួនឯងទេសូម្បីតែមនុស្សពីរនាក់រស់នៅជាមួយគ្នាក៏អត់យល់ពីគ្នាអស់ដែរប្រណាដែលមនុស្សក្នុងការយល់ពីគ្នាដែលអត់បាច់និយាយកម្រត្រូវការព្យាយាមនិយាយពយល់ច្រើនដោយសារអីមនុស្សយើងជារៀងរាល់ថ្ងៃជួបរឿងរ៉ាវរហូតចាមានរឿងខ្លះយើងជួបហើយយើងអត់ចង់និយាយប្រាប់គេយើងសុខចិត្តទុកម្នាក់ឯងដល់ពេលអញ្ចឹងអ្នកនៅជាមួយយើងគាត់អត់ដឹងទេគាត់ចេះឆ្ងល់ថាមិនបានមួម៉ៅម៉េះមើលទៅដូចរឿងពិបាកម៉េះតានតឹងម៉េះក៏ប៉ិតគាត់មានសម្ពាធក្នុងខ្លួនដែលគាត់អត់ព្រមនិយាយដល់ពេលអញ្ចឹងទៅគេអត់ដឹងថាគាត់នឹងមានសម្ពាធចឹងហើយជារឿងមួយដែលយើងទាំងអស់គ្នាត្រូវព្យាយាមយល់ពីគ្នាឲ្យបានច្រើននៅពេលណាដែលយើងព្យាយាមស្វែងយល់អំពីទុក្ខលំបាកអ្នកដែលគាត់នៅជាមួយយើងនៅក្បែរយើងអាចមិនបន្ថែមបន្ទុកឲ្យគាត់ទៀតហើយយើងអាចជួយឲ្យមនុស្សនោះគាត់មានបន្ទុកផកគាត់ស្រាលជាងមុនប៉ុន្តែបើសិនជាយើងអត់យល់យើងចេះតែរករឿងក្តៅក្រហាយខឹងថាអ្នកឯងអាក្រក់ចេះចុះតែយើងអត់ដឹងថាគ្នានោះពុំចង់ងាប់ហើយចាចឹងកន្លែងហ្នឹងសំខាន់ណារឿងតិចបន្តួចទេតែវាជាការផ្លាស់ប្ដូរធំមួយនៅក្នុងជីវិតរបស់យើងឲ្យយើងយល់ពីទុក្ខលំបាករបស់គ្នាទៅវិញទៅមកព្យាយាមយល់ពីគាត់ឲ្យបានច្រើនអញ្ចឹងយើងនឹងមិនធ្វើឲ្យបន្ទុកនឹងធំទេយើងមិនសម្រាបន្ទុកនឹងត្រឡប់មកវិញប៉ុន្តែបើសិនជាយើងអត់យល់យើងចេះតែឆ្ងល់ទៅបានអ្នកឯងអញ្ចឹងមិនបានឯងយ៉ាប់ម៉ែចាខ្ញុំនឹងចង់ងាប់ហើយតែបើសិនជាគាត់ដែលរស់នៅជាមួយគ្នាគាត់គិតតែគិតចឹងទាំងសងខាងចាចំនួននឹងតែងតែមានរហូត